ឥឡូវនេះថៃកំពុងតែធ្វើ DNA ដើម្បីកុហកពិភពលោកថាពួកគេរស់នៅដែនដីសពថ្ងៃនេះតាំងពីយូរយារណាស់មកហើយគឺកើតមានមុនចិនទៅទៀតហើយនេះគឺជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងអញ្ចឹងកាលណាកុហកបែបនេះធ្វើឲ្យថៃហ្នឹងគាត់ភ្លេចពីប្រវត្តិសាស្ត្រដើមគឺនៅត្រង់ថាមុនសៀមសខោតីប្រកាសឯករាជ្យពីចក្រភពខ្មែរនៅសតវត្សទី13និងបន្ទាប់មកសៀមអយុធ្យាប្រកាសឯករាជ្យពីខ្មែរនៅសតវត្សទី14គឺពួកគេមកធ្វើជាអ្នកស៊ីឈ្នួលជាអ្នកបម្រើឲ្យខ្មែរយើងទេគឺពួកគេមកពីចិនយូណានហើយសប្តាហ៍ថ្ងៃហ្នឹងដូនតារបស់ថៃក៏នៅនឹងឯចិនយូណានហ្នឹងក៏មានដែរបាទប៉ុន្តែគេមិនចង់ទូស្គាល់ទេថៃនេះតែងតែកុហកគេមិនអស់ចិត្តកុហកតាំងប្រជាជនខ្លួនឯងទៀតពីដើមគេថាដូនតាគេហ្នឹងគឺជាខមហើយក្រោយមកគេថាមិនមែនជាខមវិញយើងរកចំណុចណាមួយដែលជឿទៅលើថៃហ្នឹងអត់កើតទេហើយប្រវត្តិសាស្ត្រគេបរៀនឲ្យប្រជាជនគេដឹងថាគេបាត់ដីទៅមីយ៉ាន់ម៉ាគេបាត់ដីមកខ្មែរគេបាត់ដីទៅឡាវគេបាត់ដីទៅម៉ាឡេស៊ីប៉ុន្តែគេអត់បានប្រាប់ប្រជាជនគេហ្នឹងបាត់ដោយសារអីទេគេអត់បានទៅសេនៅក្នុងប្រព័ន្ធអប់រំគេបាត់ដោយសារអីទេគេអត់ដឹងថាពីដើមមកគឺគេអត់មានដីនៅក្នុងដែនសុវណ្ណភូមិនេះទេហើយខ្មែរយើងគឺជាប្រជាជនដែលរស់នៅលើដែនសុវណ្ណភូមិនេះរាប់រយរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជដូចជាស្ដែងយើងមើលរបបកំហើយដែលគេរកឃើញនៅបាត់ដំបងគឺមានប្រជាជនមករស់នៅបាត់ដំបងនោះតាំងពីបាទ70000ឆ្នាំមុនគ្រិស្តសករាជអញ្ចឹងបានថាថៃសពថ្ងៃនេះទៅសេប្រវត្តិសាស្ត្រអត់ស៊ីនឹងប្រវត្តិសាស្ត្រប្រទេសជិតខាងទេបាទហើយម្ដងនោះក៏គេថាអវប្បធម៌នៃការស្លៀកពាក់របស់គេរហងៃប្រពៃណីបុរាណណាគឺជាការសំណល់សេសសល់ពីនគរទ្វារវតីដែលរបស់ជនជាតិមននឹងបង្កើតឡើងចាប់ពីសតវត្សទី7ដល់ទី11ប៉ុន្តែគេអត់បាននិយាយថាមនដែលបង្កើតនគរទ្វារវតីហ្នឹងគឺជានគរដែលរងឥទ្ធិពលពីខ្មែរយើងឆ្អែតឆ្អន់ទៅហើយទេគេអត់និយាយសោះតែម្ដងបាទគេមិនហ៊ានទាំងនិយាយថាអម្បូរខ្មែរមនហ្នឹងគឺជាអម្បូររបស់ខ្មែរយើងអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែរំលេចបន្តិចទេឲ្យបងប្អូនមានមោទនភាពក្នុងនាមយើងជាខ្មែរកុំយល់ថាខ្លួនជាប្រទេសតូចដូចសពថ្ងៃនេះគឺអត់ទេប្រទេសខ្មែរយើងគឺល្អបំផុតគឺជាប្រទេសដែលមានវប្បធម៌អរិយធម៌ខ្ពង់ខ្ពស់រហូតដល់ប្រទេសជិតខាងហ្នឹងខំដណ្ដើមយកទាំងវប្បធម៌អីទាំងអស់យកទៅកន្លែងយកទៅប្រឌិតអញ្ចឹងណាបងប្អូនបាទអញ្ចឹងជាថ្មីម្ដងទៀតយើងត្រូវតែខំប្រឹងរៀនសូត្រដើម្បីនៅពេលដែលគេនិយាយវាយប្រហារយើងមានចំណុចដើម្បីតបតទៅគេវិញអរគុណច្រើនបាទ